Ok bong bồn này bong bồn này khác để có pra nó laptop hay tại ở đăng thang cái lục cam thì nó lơ desktop này computer bong bồnอย่างmá hay phơi mic đầm bay lục ở Việt đặt năng trên pi program bỏ computer tem đó ok chẳng bỏ bong bồn để có đặt tan chết nhưng năng mà phơi với năng pra bong bồn lục ắt chuôn tem đó ok chẳng dừng từ tem đàn này video ở này đó ok chẳng mặt đó computer bỏ bong bồn chỉ tụ tấu bong bồn phải chẳng gật lục tại lời này tệ chứ mà bong bồn lục ta lên ấy cứ về ở bát tana tế cam thi nó về nào nằng là đại tế về nào si space bong bồn là đại tế ok chứ nằm bay lục ở bát trên vì năng tem đó bong bồn còn tại châu tục can cái lại xây ní bong bồn vay biệt ha control phần này đó chứ bong bồn nằng khơi nhiệt hàng lên đây bong bồn cái đại control phần này bong bồn châu tục can control phần này nằng tấu bật tập máu nhưng rồi chạm về tích trongចំណុចខាងនេះបងប្អូនមកមើលในផ្នែកខាងក្រោមនេះបងប្អូនគេដាក់ program អញ្ចឹងបងប្អូនគ្រាន់តែចូលទៅកាន់ program ហើយចូលផ្នែកខាងលើ program ម្ដងទៀតអូខេអញ្ចឹងបងប្អូនចូលខាងលើម្ដងទៀតហើយរួចបន្ទាប់មកបងប្អូនស្វែងរកថានេះបងប្អូនអញ្ចឹងមិននឹងខ្ញុំបានលុបហើយតែគឺវានៅក្នុង program នេះគឺវានៅសូបង្ហាញអត់ដែរទេមានន័យថាវាអត់តាន់បានលុបចេញពី laptop របស់យើង 100% ទេវាបានតែ 50% ទេហើយខាងនេះគឺជា raw file ទាំងអស់ដែលវាបាន store នៅកម្មវិធីទាំងអស់អញ្ចឹងកន្លែងនេះបងប្អូនត្រូវប្រយ័ត្នដែរកុំជៀសវាងក្នុងការលុបនៅកម្មវិធីណាដែលយើងអត់ស្គាល់អញ្ចឹងបងប្អូនអញ្ចឹងដល់យើងច្បាស់ដែរក្នុងថាយើងចង់លុបកម្មវិធីណាជៀសវាងក្នុងការលុបចំឯកសារវាអាចនឹងបាត់ជាមួយនឹង file របស់ Windows នឹងធ្វើឲ្យ Windows របស់បងប្អូនវាខូចចឹងអូខេអញ្ចឹងខ្ញុំធ្វើការលុប Telegram តែម្ដងដើម្បីបង្ហាញជូនបងប្អូនអូខេអញ្ចឹងដើម្បីលុបបានបងប្អូនគ្រាន់តែចុចទៅលើនេះអញ្ចឹងឧទាហរណ៍ខ្ញុំឈរលើ Telegram អញ្ចឹងវានឹងលោតពណ៌បៃតងពណ៌ខៀវនេះបងប្អូនអញ្ចឹងបងប្អូនគ្រាន់តែមកស្ដាំហើយបងប្អូនយកពាក្យថា uninstall ទៅវានឹងធ្វើការ install នៃ Telegram ហ្នឹងចោលហើយអូខេអញ្ចឹងយើងធ្វើការចុច yes អញ្ចឹងបងប្អូនអាចរងចាំបន្តិចក្នុងការវាដំណើរការហើយបន្តមកចុច OKចឹងបងប្អូនអាចងាកមកមើលបាននៅក្នុង program របស់យើងគឺថាបាត់ Telegram 100% ជួនតែម្ដងនេះបងប្អូនគឺថាងាយស្រួលល្អមែនទែនហើយបងប្អូនចង់លុបកម្មវិធីណាក៏បានដែរអូខេអញ្ចឹងឧទាហរណ៍មួយទៀតខ្ញុំធ្វើការលុបនៅកម្មវិធី Firefox នេះចុះអូខេអញ្ចឹងបងប្អូនមកស្ដាំមួយទៀតចុច uninstall មកយើងធ្វើការចុច yes មួយទៀតអូខេអញ្ចឹងកន្លែងនេះយើងធ្វើការចុច next ទៅវាស៊ីសងទៅលើកម្មវិធីដែរបងប្អូនអាច next តាមវាទៅហើយរកពេលថា uninstall ទៅដើម្បីធ្វើការលុបជូនតែម្ដងអូខេអញ្ចឹងពេលនេះវាកំពុងតែ run នៅ service របស់វាហើយអូខេអញ្ចឹងមានន័យថាយើងបានលុបហើយយើងគ្រាន់តែ finish ទៅវានឹងបាត់ចេញពី program នេះបងប្អូននេះគឺថាវាបាត់អស់ហើយអូខេអញ្ចឹងបើបងប្អូនពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចុច like ម្នាក់មួយផងអូខេអញ្ចឹងបើបងប្អូនពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ជួយ share ម្នាក់មួយផងដើម្បីទទួលបានវីដេអូឬក៏ចំណេះដឹងផ្សេងៗទៀតពីរូបខ្ញុំបាទអូខេអរគុណបងប្អូនអ្នកគ្នា